Today facilitator នៅក្នុងវីដេអូនេះយើងនឹងកាយលំហាត់ speaking ហើយនិង writing fluency របស់មេរៀនទី4អូខេអញ្ចឹងនៅក្នុង section A គឺឲ្យកូនសិស្សគាត់សង្ខេបរឿងប្រាប់ដៃគូរបស់គាត់ដោយមានរយៈពេលសរុបគឺ6នាទីបន្ទាប់មកយើងចូលមកដល់ section B គឺសូម facilitator ផ្ដល់ជាចម្លើយជូនទៅដល់កូនសិស្សនៅ homework wrap up មេរៀនទី4ដោយមានរយៈពេលសរុបគឺ15នាទីមកដល់ section C គឺយើងធ្វើការ speaking នៅក្នុង speaking សរុបទាំងអស់គឺមាន12នាទីដោយយើងចែកចេញជា part តូចៗក្នុងនោះមាន C1 គឺឲ្យកូនសិស្សគាត់ធ្វើការជាដៃគូហើយឲ្យពួកគាត់ធ្វើការអនុវត្តនៅសន្ទនាខាងក្រោមគឺសន្ទនា transcript 4.1 ដោយមានរយៈពេល3នាទីចាអញ្ចឹងនេះគឺជា transcript នៅក្នុងមេរៀនទី4អញ្ចឹងសូមឲ្យកូនសិស្សគាត់ធ្វើការ practice conversation មួយនេះជាមួយដៃគូរបស់គាត់3នាទីបន្ទាប់មកយើងចូលមកដល់ C2 គឺ ask and respond with a partner មានឲ្យគាត់សួរហើយនឹងឲ្យចម្លើយជាមួយដៃគូរបស់គាត់ដោយមានរយៈពេល4នាទីគឺយើងចែកចេញជាដៃគូគឺមាន A ហើយនិង B អញ្ចឹង A គឺគាត់បង្កើតជាសំណួរនៅសំណួរទី1ហើយនិងសំណួរទី2ដោយផ្អែកទៅនឹងចម្លើយដែលបានឲ្យហើយនឹងព័ត៌មាននៅក្នុងវងកញ្ចក់ចាអញ្ចឹងខ្ញុំសូមបង្ហាញនៅចម្លើយទាំង4តែម្ដងអញ្ចឹងនៅក្នុងលំហាត់ C2 នេះគឺយើងឃើញមាន4ចម្លើយនៅក្នុងកណ្ដាស់កូនសិស្សគឺគាត់មានតែ respond ទេគឺនៅក្នុងនោះគឺមាន4 respond អញ្ចឹង student A គឺគាត់ត្រូវកាន់2ចំណុចគឺ question 1គឺទី1ហើយនិងទី2ហើយនៅក្នុងលំហាត់នោះគឺឲ្យគាត់បង្កើតនៅសំណួរដោយផ្អែកទៅនឹង response ចម្លើយដែលមាននៅទីនេះហើយនឹងព័ត៌មាននៅក្នុងវងកញ្ចក់មួយនេះគឺយើងមានពាក្យនៅក្នុងវងកញ្ចក់ដើម្បីឲ្យគាត់បង្កើតជាសំណួរឲ្យត្រូវជាមួយនឹងចម្លើយដែលផ្ដល់ឲ្យអញ្ចឹងនៅក្នុងពាក្យក្នុងវងកញ្ចក់នេះមានពាក្យថា how long take ហើយនឹងភ្នំពេញហើយចម្លើយគឺ it takes about 3 hours to travel from Phnom Penh to here អញ្ចឹងគាត់ត្រូវបង្កើតសំណួរដើម្បីឲ្យត្រូវជាមួយនឹងចម្លើយដែលគេផ្ដល់ជូនដោយប្រើពាក្យនៅក្នុងវងកញ្ចក់មួយនេះនឹងចំពោះ student A ចំពោះ student B គឺគាត់ធ្វើដូចគ្នាដែរតែគាត់ត្រូវកាន់នៅសំណួរទី3ហើយនិងសំណួរទី4អូខេបន្ទាប់ពីគាត់ប្រកាសសំណួររួចហើយសូមឲ្យ facilitator ប្រាប់ពួកគាត់ឲ្យធ្វើការអនុវត្តសួរហើយនឹងឆ្លើយនៅសំណួរជាមួយនឹងដៃគូរបស់គាត់អញ្ចឹងបើសិនជា A គាត់កាន់នៅសំណួរទី1ហើយនិងសំណួរទី2អញ្ចឹងគាត់ត្រូវសួរសំណួរហើយ B គាត់ត្រូវឲ្យជាចម្លើយ respond ដូចគ្នានៅសំណួរទី2ចូលមកដល់សំណួរទី3សំណួរទី4គឺ B គាត់ជាអ្នកសួរវិញម្ដងហើយ A គឺគាត់ជាអ្នកឲ្យ respond អូខេអញ្ចឹងខ្ញុំសូមផ្ដល់ជាចម្លើយជូនទៅដល់ facilitator តែម្ដងអញ្ចឹងទី1គឺ how long does it take to travel from Phnom Penh to there ចូលមកដល់ទី2គឺយើងមានពាក្យថា what ហើយនឹង the popular places អញ្ចឹងចម្លើយគឺ what are the popular places there ទី3យើងមានពាក្យថា what the place ហើយនឹង recommend អញ្ចឹងចម្លើយគឺ what are the place you recommend ឬក៏ what are the place that you recommend place នេះគឺយើងសំដៅទៅលើ food ជាមុខម្ហូបមិនមែនចានទេគឺមុខម្ហូបតើមុខម្ហូបមួយណាដែលអ្នកនឹងផ្ដល់ជាយោបល់ឲ្យពួកឲ្យខ្ញុំសាក់បងទី4យើងមានពាក្យថា what necessary things ហើយនឹង bring ចឹងសំណួរគឺ what are the necessary things I should bring ចម្លើយដោយសារតែចម្លើយគឺ the necessary things you should bring are អញ្ចឹងយើងត្រូវសួរវិញយើងសួរថា what are the necessary things you យើងដូរទៅ subject I should bring អូខេយើងចប់ C2 យើងចូលមកដល់ C3 នៅក្នុង C3 នេះគឺគាត់ឲ្យកូនសិស្សក៏គាត់ធ្វើការជាដៃគូដដែលអញ្ចឹងម្នាក់គឺ A ហើយម្នាក់ទៀតទី B បន្ទាប់មកបង្កើតជាសន្ទនា2ខ្លីសម្រាប់សួរតាក់ទងព័ត៌មានដោយផ្អែកទៅលើ scenario ខាងក្រោមអញ្ចឹង scenario ខាងក្រោមគឺគេថាទី1 A គឺគាត់ចង់ទៅខេត្តកំពតដូច្នេះ A គាត់ទៅសួរ B ដែលជាអ្នកដែលរស់នៅឯខេត្តកំពតតាក់ទងទៅនឹងព័ត៌មាននៅក្នុង
ទីរួមខេត្តមួយនោះហើយ situation មួយទៀតគឺ B គឺគាត់ចង់ទៅលេងនៅខេត្តសៀមរាបដូច្នេះ B គឺគាត់ត្រូវតែទៅសួរ A អ្នកដែលរស់នៅខេត្តសៀមរាបតាក់ទងទៅនឹងព័ត៌មាននៅខេត្តសៀមរាបអូខេអញ្ចឹងយើងឃើញមានតារាងមួយនេះក្នុងតារាងនេះគឺជាព័ត៌មានគឺមានទីកន្លែង duration of travel មានរយៈពេលនៃការធ្វើដំណើរអញ្ចឹងចំពោះខេត្តសៀមរាបយើងធ្វើដំណើរទៅគឺ5ម៉ោងហើយខេត្តកំពតគឺ2ម៉ោង30នាទី popular places កន្លែងដែលល្បីនៅកន្លែងខេត្តសៀមរាបគឺមានប្រាសាទ Cultural Village ភូមិវប្បធម៌ហើយនិង Pub Street ហើយចំពោះកំពតយើងមាន Fishing Village ហើយនិង Boko Mountain recommend place គឺជាម្ហូបដែលគេផ្ដល់ជាយោបល់គឺមានអាម៉ុកហើយនិង crepe ប្រហុកគឺប្រហុកដុតហើយចំពោះខេត្តកំពតវិញគឺក្តាមឆាហើយនិង seafood soup necessary things to bring គឺមានទៅខេត្តសៀមរាបយើងមានអ្វីដែលយើងត្រូវទៅមានគឺមាន hat long sleeve shirt មានន័យថាមួកហើយនឹងអាវដៃវែងហើយអ្នកកំពតអ្វីដែលអាចត្រូវយកទៅបានគឺមាន sunscreen លេខលាបការពារកម្ដៅថ្ងៃហើយនឹង hat មួកអូខេអញ្ចឹងនៅក្នុង scenario មួយហ្នឹងគឺ A គឺគាត់ចង់សួរ B តាក់ទងទៅនឹងព័ត៌មាននៅក្នុងខេត្តកំពតអញ្ចឹង B គឺគាត់មានព័ត៌មានទាំងអស់តាក់ទងទៅនឹងខេត្តកំពតហើយគឺមានតាក់ទងទៅនឹងរយៈពេលនៃការធ្វើដំណើរទីកន្លែងដែលល្បីៗនៅខេត្តកំពតម្ហូបដែលគួរតែញ៉ាំហើយនឹងរបស់ដែលចាំបាច់ត្រូវទៅអញ្ចឹង A គ្រាន់តែសួរ B តាក់ទងទៅនឹងព័ត៌មានទាំងអស់ហ្នឹងហើយ B ចំពោះ B វិញគឺដូចគ្នាក៏គាត់ចង់ទៅខេត្តសៀមរាបអញ្ចឹង A គឺគាត់មានព័ត៌មានតាក់ទងទៅនឹងខេត្តសៀមរាបអញ្ចឹង B គាត់គ្រាន់តែសួរ A ហ្នឹងហើយ A ក៏គាត់ឆ្លើយទៅតាមព័ត៌មានដែលគាត់មានហើយសំណួរទាំងអស់នេះបើយើងមើលទៅគឺដូចទៅនឹង C2 ដែរគឺសំណួរដូចគ្នាគឺយើងសួរតាក់ទង duration popular place plat recommended plat ហើយនឹង necessary thing to bring អូខេអញ្ចឹងនៅក្នុងលំហាត់ C3 នេះគឺមានរយៈពេលសរុបគឺ5នាទីដើម្បីឲ្យកូនសិស្សគាត់និយាយគ្នាចូលមកដល់ section A វិញម្ដងគឺ dialogue journal អញ្ចឹងសូម facilitator ប្រាប់កូនសិស្សឲ្យគាត់យក journal ដែលគាត់បានទៅសេជា homework ហ្នឹងយកមកផ្លាស់ប្ដូរគ្នាជាដៃគូដើម្បីឲ្យដៃគូរបស់គាត់ទៅសេជា comment ទៅលើ journal របស់ពួកគាត់ដោយមានរយៈពេលសរុបទាំងអស់គឺ5នាទីចូលមកដល់ section F section ចុងក្រោយគេបង្អស់ writing គឺមានរយៈពេលសរុបទាំងអស់គឺ23នាទីនៅក្នុងនោះគឺ F1 គឺយើងនៅក្នុងការទៅសេនេះគឺយើងឧទាហរណ៍ថាយើងមានមិត្តភក្តិម្នាក់ដែលរស់នៅឯប្រទេសមីយ៉ាន់ម៉ាហើយយើងចង់ទៅទស្សនានៅយ៉ាន់កនគឺជាទីក្រុងមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាអញ្ចឹងឲ្យយើងទៅសេ email ដើម្បីសួរព័ត៌មានខាងក្រោមអញ្ចឹងព័ត៌មានដែលយើងត្រូវការសួរគឺតាក់ទងទៅនឹង currency រូបិយវត្ថុ weather អាកាសធាតុ popular places កន្លែងដែលល្បីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា popular food មានន័យថាម្ហូបដែលល្បីហើយនឹង do's and don'ts រឿងដែលយើងគួរតែធ្វើឬក៏មិនគួរដែលធ្វើនៅក្នុងប្រទេសមីយ៉ាន់ម៉ាអូខេហើយទន្ទឹមនឹងការសរសេរដោយមានបញ្ចូលនៅព័ត៌មានទាំងអស់នេះសូមឲ្យកូនសិស្សគាត់បញ្ចូលនៅ greeting ពាក្យនៅក្នុងចំណោមនេះមួយណាក៏បានដែលតាក់ទងទៅនឹងដែលអាចតាក់ទងនៅក្នុង email របស់គាត់បានអញ្ចឹងចាំបាច់ email យើងត្រូវមាន greeting introduction closing ហើយនិង sign off អញ្ចឹងសូមឲ្យកូនសិស្សគាត់ប្រើពាក្យដែលគាត់អាចប្រើបាននៅក្នុងតារាងនីមួយៗនៅក្នុងនេះហើយរយៈពេលដែលគាត់អាចសរសេរគឺមានរយៈពេល10នាទីនៅពេលដែលគាត់សរសេររួចហើយយើងចូលមកដល់ F2 គឺឲ្យគាត់ផ្លាស់ប្ដូរក្រដាស់គ្នាដើម្បីឲ្យពួកគាត់ធ្វើការ edit ទៅលើការសរសេររបស់មិត្តភក្តិគាត់អញ្ចឹងគាត់ផ្លាស់ប្ដូរក្រដាស់គ្នាដើម្បីធ្វើការ edit ដែលយើងមាន writing checklist ដោយធ្វើឲ្យគាត់ផ្ទៀងមើលការសរសេរនិងគូ tick នៅក្នុងប្រអប់មួយនេះទី1 does the writer include his or her email address តើអ្នកសរសេរគាត់មានបញ្ចូលនៅ email address របស់គាត់អត់ទី2តើអ្នកសរសេរគាត់មានសរសេរនៅ email address របស់អ្នកដែលត្រូវទទួលអត់ទី3តើអ្នកសរសេរមានបញ្ចូលនៅកម្មវត្ថុដែរឬទេហើយទី4តើអ្នកសរសេរមានសរសេរ greeting ដែរឬទេទី5តើអ្នកសរសេរគាត់មានសរសេរ introduction ហើយទី6គាត់មាន body នៅក្នុងនឹងដែរឬទេទី7គឺ closing គាត់មានសរសេរជាការបិទ
នៃ email របស់គាត់ដែរឬទេបញ្ចាំសេចក្តីបញ្ចាំនៃ email ទី8គឺគាត់មានប្រើជា sign off ពាក្យឬក៏ clear ដើម្បីបញ្ចប់ email របស់គាត់ដែរឬទេទី9តើអ្នកសរសេរគាត់មានដាក់ព័ត៌មានទាំងអស់ឲ្យត្រូវទៅតាមលំដាប់ដែរឬទេចូលមកដល់ language use គឺតើប្រយោគទាំងអស់ហ្នឹងគឺផ្ដើមជាមួយនឹងអក្សរធំដែរឬទេទី11តើមានកំហុសតាក់ទងទៅនឹង spelling ដែរឬទេទី12តើប្រយោគទាំងអស់ហ្នឹងគឺជាប្រយោគដែលពេញលេញដែរឬទេហើយនឹងទី13ចុងក្រោយតើមានកំហុសតាក់ទងនឹង grammar ដែរឬទេអូខេអញ្ចឹងគាត់មានរយៈពេលសរុបទាំងអស់គឺ5នាទីដើម្បីធ្វើការ checklist writing ហើយចូលមកដល់ F3 គឺឲ្យគាត់អានហើយតាក់ទងនឹង feedback ដែលគាត់បានដាក់ឲ្យដៃគូរបស់គាត់ហើយនឹងភាសាគ្នាជាដៃគូដោយមានរយៈពេលសរុបគឺ3នាទីបន្ទាប់មកចូលមកដល់ F4 ចុងក្រោយបង្អស់គឺសូមឲ្យកូនសិស្សគាត់ទៅសេសារឡើងវិញដោយផ្អែកទៅលើ feedback គំនិតយោបល់ដែលគាត់បានមកពីមិត្តភ័ក្តិរបស់គាត់ដោយមានរយៈពេលសរុបគឺ5នាទីអូខេអញ្ចឹងនេះគឺជាចម្លើយទាំងអស់របស់ speaking ហើយនិង writing fluency មេរៀនទី4ហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះអរគុណ